ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះពេលមកជួបគ្នាសារជាថ្មីនៅរបៀបធ្វើការ៉េមងាយហើយឆ្ងាញ់សម្រាប់កូនរបស់យើងញ៉ាំណាឥឡូវនេះសូមណែនាំបងប្អូនមកមើលពីរបៀបធ្វើការ៉េមជាមួយនឹងនាងខ្ញុំទាំងអស់គ្នាដោយគ្រឿងផ្សំគឺងាយស្រួលរកក្បែរផ្ទះរបស់យើងទេបងប្អូនគ្រឿងផ្សំរបស់យើងគឺរួមមានសាច់ដូងដែលយើងបានកោសហ្នឹងចំនួន1ចំហៀងស្ករស5ស្លាបព្រាបាយសណ្តែកដីដាក់តិចឬច្រើនតាមចូលចិត្តនិងទឹកដោះគោខាប់ចំនួន1កំប៉ុងហើយគ្រឿងផ្សំដែលពិសេសជាងគេគឺចេកបងប្អូនចេកណាដែលសបកខ្មៅហើយចង់លលួយហ្នឹងបងប្អូនកុំចោលវាយើងអាចយកមកច្នៃធ្វើជាការ៉េមឲ្យកូនរបស់យើងញ៉ាំបានយ៉ាងឆ្ងាញ់ពិសាថែមទៀតផងឥឡូវនេះគ្រឿងផ្សំរបស់យើងបានរៀបរួចរាល់ហើយខ្ញុំបានប្រើជាថង់មួយយ៉ាងធំខ្ញុំអត់បានយកចេកហ្នឹងទៅកិនទេយើងត្រូវការរក្សាសាច់ចេកហ្នឹងកុំឲ្យវាម៉ត់ពេកអញ្ចឹងខ្ញុំមានតែយកថង់ហើយមានរេមានច្រាញ់ហ្នឹងមិនយកមកបុកល្ហុងទេណាបងប្អូនគឺយកមកដំចេករបស់យើងយកចេកដែលយើងបានបកសបកហើយសម្អាតហើយនឹងមកយកមកច្រកក្នុងថង់ហ្នឹងដើម្បីធ្វើការដំជាមួយនឹងសាច់ចេកហ្នឹងឲ្យវារាំងម៉ត់បន្តិចព្រោះខ្ញុំអត់ជ្រើសរើសការកិនសាច់ចេកទេគឺខ្ញុំធ្វើការដំវាអញ្ចឹងដូចយើងធ្វើចេកជាណាបងប្អូនហ្នឹងហើយនេះបងប្អូននៅចេកខ្ញុំបានកិនវាដំវាបានប៉ុណ្ណឹងហើយយើងឃើញថាល្មមអាចលាយគ្រឿងក្រូវបានហើយយើងយកមកចាក់ដាក់ក្នុងឆ្នាំងមួយមកល្មមមកបងប្អូនដើម្បីលាយគ្រឿងក្រូវរបស់យើងហ្នឹងដូចជាស្ករសទឹកដោះគោខាប់សណ្តែកដីអីយើងហ្នឹងណាបងប្អូនសាច់ដូងសាច់អីឥឡូវយើងចាប់ផ្ដើមលាយគ្រឿងមកខ្ញុំដាក់ស្ករសហើយស្ករសហ្នឹងកុំសូវប្រើច្រើនពេកព្រោះយើងប្រើទឹកដោះគោខាប់ហើយវាផ្អែមឈ្ងុយហើយយើងអត់ចាំបាច់ដាក់ស្ករសច្រើនពេកទេបងប្អូននេះសណ្តែកដីដាក់តិចច្រើនដាក់ច្រើនមកក៏ឆ្ងាញ់ដែរសណ្តែកដីហ៎បងប្អូននេះសាច់ដូងដែរវាចាស់ល្មមអត់យកដូងទុំទេយកដូងចាស់ល្មមហ្នឹងយកមកកោសវាជាសរសៃមកយើងចាប់ផ្ដើមលាយវាច្បល់វាចូលគ្នាមកបន្ទាប់ពីលាយគ្រឿងក្រូវហ្នឹងហើយយើងចាប់ផ្ដើមយកទឹកដោះគោខាប់របស់យើងយកមកគោះវាហើយចាក់វាចូលទាំងអស់មកខ្ញុំប្រើទឹកដោះគោខាប់មួយកំប៉ុងយើងធ្វើការច្បល់វាចូលគ្នាឲ្យសព្វមកបងប្អូនដើម្បីឲ្យគ្រឿងដែលយើងបានលាយហ្នឹងវារលាយសព្វហើយបន្ទាប់ពីយើងធ្វើការលាយគ្រឿងរបស់យើងហើយមកមិនដាក់តង់ឆៅអញ្ចឹងទេណាបងប្អូនយើងត្រូវការយកវាទៅចម្អិនសិននេះបងប្អូនសាច់ការ៉េមពេលដែលយើងលាយហើយបែបនេះគឺវាមានសភាពបែបនេះគឺឃើញថាវារាងខាប់ហើយឈ្ងុយសាច់ដូងហើយនឹងឈ្ងុយជាមួយនឹងទឹកដោះគោខាប់សណ្តែកដីទៀតបងប្អូនឥឡូវនេះយើងលាយរួចរាល់ហើយយើងចាប់ផ្ដើមយកវាទៅរងាស់នៅលើភ្លើងចំនួន1ពុះមកបងប្អូនហើយរយៈពេលរងាស់ហ្នឹងគឺខ្ញុំបានថែមជាមួយនឹងទឹក
ទឹកជាបងប្អូនទឹកសុទ្ធរបស់យើងនឹងចំនួនកន្លះកាតូចទៅព្រោះអីមើលទៅសាច់ការ៉េមរបស់យើងរាងខាប់ដែរបងប្អូនអាចលៃលោកវាមើលទៅមកខាប់ល្មមណាបងប្អូនហ្នឹងហើយយើងធ្វើខាប់គឺឆាប់កកបានញ៉ាំអញ្ចឹងណាបងប្អូនហ្នឹងហើយយើងចាប់ដើមកូរវាមកទីខ្ញុំធ្វើអញ្ចឹងយកបាត់ជីអូខេครับមកអ៊ីទីស្មាផងឥឡូវនេះយើងងើសវាពុះមកពុះហើយបងប្អូនពេលងើសហ្នឹងកុំភ្លេចថែមអំបិលមកចាប់ផងដើម្បីឲ្យវាផ្អែមមុតហើយយើងងើសវាមកពុះចឹងមកគឺឃើញថាការ៉េមរបស់យើងហ្នឹងឆ្អិនហើយយើងចាប់ផ្ដើមលើកដាក់វាទុកឲ្យត្រជាក់មកចាំយើងចាប់ផ្ដើមយកទៅច្រកជាមួយនឹងថង់របស់យើងណាបងប្អូនហ្នឹងហើយនេះគឺខ្ញុំមានថង់បងប្អូនអាចប្រើថង់តូចឬធំតាមការចូលចិត្តរបស់បងប្អូនមកបើធំវាច្រកស្រួលហើយបើតូចវាពិបាកច្រកតិចចឹងណាបងប្អូននេះខ្ញុំប្រើថង់ប៉ុណ្ណឹងហើយយើងចាប់ផ្ដើមធ្វើការច្រកវាម្ដងមួយមកហើយយើងច្រកហ្នឹងបងប្អូនមិនបាច់ចងជាកស៊ូជាអីក៏បានដែរព្រោះអីសាច់ការ៉េមរបស់យើងហ្នឹងយើងធ្វើដូចជាខាប់ល្មមយើងមិនបាច់ចងក៏វាជាប់ដែរបងប្អូនចាំមើលខ្ញុំធ្វើនេះបងប្អូនlênនេះបងប្អូនយើងបន្តច្រកវាចាប់ពីមួយទៅមួយរហូតដល់អស់សាច់ការ៉េមរបស់យើងមកហើយយើងតម្រៀបវាដាក់ពីលើគ្នាមកគឺឃើញថាការ៉េមរបស់យើងគឺអត់បាច់ចងកស៊ូក៏បានដែរតែបើសិនជាបងប្អូននៅខាងស្រុកស្រែជនបទដែលគាត់អត់មានទូទឹកកកអីណាបងប្អូនយើងអាចចងជាកស៊ូហើយយើងយកអំបិលហើយនឹងទឹកកកដុំរបស់យើងហ្នឹងយើងដំវាហើយយើងរោយអំបិលលាងអំបិលកូរអំបិលមកដូចរបៀបអ៊ំពូគាត់ធ្វើការ៉េមណាបងប្អូនយើងចង់កស៊ូជាប់មកយើងដាក់ក្នុងអំបិលហើយនឹងទឹកកកហ្នឹងមកគឺឃើញថាវាកកដូចគ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនគាត់ដឹងហើយព្រោះអីការ៉េមកាលពីចំនួនដើមហ្នឹងគឺគាត់ធ្វើតាមអំបិលហើយនឹងទឹកកកទៅអំបិលគ្រួណាបងប្អូននេះយើងចាប់ផ្ដើមដាក់វាមួយហើយមួយទៀតរហូតដល់សាច់ការ៉េមរបស់យើងគឺរួចរាល់ឥឡូវនេះវាសាច់ការ៉េមរបស់យើងចំនួនកន្លះឆ្នាំងហ្នឹងគឺខ្ញុំធ្វើបានប៉ុណ្ណេះប្រហែលជាង10ថង់ហ្នឹងណាយើងច្រកមួយថង់ទូចមុំដើម្បីកូនក្មេងកាត់ញ៉ាំទៅកាត់ញ៉ាំមួយថង់ហ្នឹងគឺអស់ណាបងប្អូនឥឡូវនេះយើងចាប់ផ្ដើមយកការ៉េមរបស់យើងហ្នឹងយកទៅដាក់ក្នុងទូទឹកកកចំនួន1យប់មកបងប្អូនដាក់នៅកន្លែងកកបងប្អូនយើងដាក់វា1យប់មកស្អែកឡើងគឺយើងបានញ៉ាំហើយយោយវ៉ានេះការ៉េមរបស់យើងបានមកយប់ហើយបងប្អូនយើងមកមើលមកឃើញថាការ៉េមរបស់យើងគឺរឹងហើយយើងចាប់ផ្ដើមយកចេញក្រៅមកដើម្បីចែកគ្នាញ៉ាំឃើញថាការ៉េមរបស់យើងគឺថាល្មមញ៉ាំហើយមើលសភាពការ៉េមរបស់យើងគឺថាល្មមញ៉ាំដែរហើយការ៉េមហ្នឹងគឺមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនឈ្ងុយសណ្តែកដី
ទឹកដោះគោខាប់ហើយនឹងសាច់ដូងរបស់យើងហើយនឹងចេកសាច់ចេករបស់យើងទៀតណាបងប្អូនបងប្អូនកុំភ្លេចអនុវត្តធ្វើតាមនេះជាវិធីងាយៗក្នុងការធ្វើការ៉េមឲ្យកូនរបស់យើងញ៉ាំគ្រឿងផ្សំគឺងាយរោទេនេះបងប្អូនឃើញទេបងប្អូនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងកុំភ្លេចចូលជួយ follow page និង subscribe channel YouTube របស់នាងខ្ញុំមួយផងជួបគ្នាជាមួយនឹងវីដេអូរបស់នាងខ្ញុំថ្មីជាបន្តទៀតសូមអរគុណច្រើនសូមគោរពលាជួបគ្នានៅវីដេអូក្រោយ